ស្វាគមន៍បង្កាន់រាត្រីមានវិញ្ញាណថ្ងៃនេះខ្ញុំបាទលើកយកប្រវត្តិគាត់លបងភ័ក្រអញ្ចឹងលបងភ័ក្រគឺជាសាមណេរមួយអង្គដែលទើបនឹងបួសហើយបានបួសនៅក្នុងវត្តមួយដែលមានហ៊ុំព័ទ្ធទៅដោយដើមឈើធំធំហើយនៅក្នុងនោះមានដើមពោធិ៍ដើមជ្រៃហើយវត្តនោះទៀតសោតក៏បែបបុរាណដែរមានកត់ចាស់ចាស់ជាច្រើនហើយមានកត់មួយហ្នឹងដាច់ឆ្ងាយពីគេហើយកត់ហ្នឹងធ្វើអំពីឈើផ្ចឹកហើយកត់ហ្នឹងដែលមានលោកអង្គណាហ៊ាននៅទេដោយសារតែកត់ហ្នឹងឮអ្នកភូមិគាត់និយាយតគ្នាមកថាកត់ហ្នឹងគឺជាកត់ទំនាយខ្មោចហើយលោកបងភ័ក្រហ្នឹងគាត់ទៅបួសដល់ពេលអញ្ចឹងទៅកត់នៅក្នុងវត្តលោកសឹងអស់ហើយគ្រប់អស់ហើយដល់ពេលអញ្ចឹងទៅព្រះគ្រូចៅអធិការលោកក៏បានឲ្យលោកបងភ័ក្រហ្នឹងទៅនៅកត់ឆ្ងាយដាច់ដោយឡែកមួយហ្នឹងហើយលោកបងភ័ក្រលោកក៏ដឹងលោកគឺជាអ្នកចម្ងាយអញ្ចឹងលោកមកសិក្សារៀនសូត្រនៅក្នុងវត្តហ្នឹងលោកអត់ដឹងទេហើយលោកក៏បានទៅសម្អាតកត់ហ្នឹងហើយជំវិញកត់ហ្នឹងពោពេញដោយដើមឈើធំធំដូចជាដើមពោធិ៍ដើមជ្រៃជាដើមមានដើមកគីដើមធ្នង់អីជាដើមអញ្ចឹងទៅហើយលោកបងសុភ័ក្របានទៅដល់កត់ហ្នឹងភ្លាមនៅពេលដែលលោកបានឡើងចដានៅកត់ហ្នឹងលោកមានអារម្មណ៍ថាឮសលេងក្រឹកក្រឹកលាន់ដូចជាឈើចដាហ្នឹងកំពុងតែចិត្តបាក់អញ្ចឹងនៅពេលដែលព្រះអង្គបានមុនឡើងទៅដល់នៅលើកត់ព្រះអង្គដូចជាមានធុំក្លិនអ្វីមួយយ៉ាងដូចជាក្លិនផ្កាម្លិះលាយជាមួយនឹងក្លិនសាកសពហើយពេលនោះព្រះអង្គក៏បានព្រឺខ្នងខ្ញាក់ប៉ុន្តែព្រះអង្គដោយសារតែបួសជាព្រះសង្ឃហើយអញ្ចឹងលោកគិតថាមិនអាចមានខ្មោចណាមកលងលោកបានទេដល់ពេលអញ្ចឹងទៅលោកក៏បានរៀបចំកត់ហ្នឹងរៀបចំទុកដាក់បោះច្រាសឲ្យស្អាតទៅដើម្បីលោកគង់នៅសិក្សារៀនសូត្រអញ្ចឹងនៅពេលរាត្រីមកដល់លោកបងភ័ក្របានសិនលោកហើយនៅពេលដល់ម៉ោង12រំលងអត្រាតគណៈពេលដែលលោកបងភ័ក្រពងតសិនហ្នឹងអល់មួយបក់មកយ៉ាងខ្លាំងដែលធ្វើឲ្យប្អួយទ្វារហ្នឹងវាយឡើងក្រាំងធ្វើឲ្យលោកបងភ័ក្រតើនពីសិនអញ្ចឹងលោកបងភ័ក្រនៅពេលដែលលោកតើនភ្លាមលោកបានបើកភ្នែកមើលព្រឹមបានឃើញសមោធំមួយអង្គុយនៅបន្ទប់នៃបន្ទប់ដែលលោកនៅហ្នឹងអញ្ចឹងភ្លាមនោះលោកបងភ័ក្រព្យាយាមតាំងស្មារតីហើយលោកបានទៅយកទៀនដើម្បីយកមកអុចប៉ុន្តែគណៈពេលដែលលោកកំពុងតែព្យាយាមអុចទៀនហ្នឹងគឺទៀនហ្នឹងអត់ឆេះសោះទាំងដែលអត់មានខ្យល់អញ្ចឹងលោកបងភ័ក្របានឮសំឡេងខ្សឹបដូចជាមនុស្សស្រីកំពុងតែយំអង្វរកសុំជំនួយអ្វីមួយហើយនៅពេលដែលលោកស្ដាប់យូរទៅសំឡេងហ្នឹងក៏កាន់តែគៀកទៅជាលោកទៅហើយពេលនោះលោកមានអារម្មណ៍ថាមានសក់វែងអូសនៅលើស្មារបស់លោកពេលនោះលោកបងភ័ក្រភ័យខ្លាំងណាស់ញ័រអស់ហើយខ្លួនហើយលោកក៏បានថ្មិចភាវនាធម៌ដើម្បីគិតថាបណ្ដេញខ្មោចព្រាយប៉ុន្តែនៅពេលដែលលោកថ្មិចកំពុងតែភាវនានោះក៏មានសំឡេងមួយលេចឡើងថាលោកបងសូត្រធម៌ឲ្យអ្នកណាស្ដាប់បើមានតែខ្ញុំនិងលោកបងហ្នឹងដល់ពេលហើយលោកបងភ័ក្រគ្រាន់តែឮបែបហ្នឹងភ្លាមលោកបងភ័ក្រក៏បានបើកភ្នែកមកវិញហើយលោកបងភ័ក្រក៏បានងើយទៅមើលពីដានខាងលើស្រាប់តែពេលនោះលោកបងភ័ក្រឃើញក្បាលខ្មោចធ្លាក់មកពាក់កណ្ដាលខ្លួនណាអ្នកទាំងអស់គ្នាធ្លាក់មកអត់មានខ្លួនទេមានតែក្បាលជាប់មួយពីដានហើយក្បាលខ្មោចនោះអាឡះអាលួយអស់ហើយភ្នែកលៀនចេញចំហៀងមកក្រៅពេលនោះលោកបងភ័ក្រញ័រអស់ហើយលោកបងភ័ក្រអត់ដឹងធ្វើម៉េចរត់ក៏រត់អត់រួចដែរហើយខ្មោចនោះក៏បានទម្លាក់ករបស់វានឹងចូលមកចិត្តមុខលោកបងភ័ក្រហើយលោកបងភ័ក្រថាអូក្លិនស្អុយមែនតើដែលធ្វើឲ្យលោកបងភ័ក្រចង់ខួតចង់អោផងហើយលោកភ័យលោកទៅណាអត់កើតទេរហូតដល់លោកបងភ័ក្រស្លាប់នៅលើកត់តែអស់ឯងអត់មានណាគេដឹងស្រាប់តែផឹកឡើងព្រះអង្គគាត់ក្រោកមកលោកក៏ស្រង់ទឹកលុបប្រភ័ក្រលុបអីហើយដល់ម៉ោងទៅបិណ្ឌបាតលោកក៏និមន្តទៅបិណ្ឌបាតទាំងមុខស្លេកស្លាំងហើយគណៈពេលដែលលោកកំពុងទៅដើរតាមផ្លូវអ្នកភូមិហ្នឹងលោកសង្កេតឃើញថាអ្នកភូមិដែលដាក់ចង្ហាន់ហ្នឹងសុទ្ធតែសម្លឹងទៅមើលក្រោយខ្នងរបស់លោកហើយលោកគិតថាអូតិចមានអីនៅក្រោយខ្នងអាត្មាអញទៅហើយពេលនោះទៅដល់ផ្ទះលោកជ័យម្នាក់ដែលលោកជ័យម្នាក់ហ្នឹងធ្លាប់តែដាក់បាតលោកបងភ័ក្រជារៀងរាល់ថ្ងៃហើយពេលនោះលោកជ័យក៏បានញ័រដៃហើយគាត់បានទម្លាក់វែកបាយចុះពីដៃដេគុណនៅក្រោយខ្នងដេគុណមានស្ត្រីម្នាក់ស្លៀកក្បិនពណ៌ខ្មៅក្រុងសម្លៀកបំពាក់ពណ៌ខ្មៅកំពុងតែទៅឈរពីក្រោយដេគុណហើយនាងថែមទាំងយកដៃអោបចង្កេះដេគុណជាប់ទៀតផងពេលនោះលោកបងភ័ក្រលោកភ័យមែនតើលោកក៏ដឹងធ្វើមិនទេព្រោះដោយសារតែ
លោកទៅតែប៊ូហើយធរអាសិក្ខាវិន័យហ្នឹងក៏មិនតន់ចេះអីច្រើនដែរលោកពេលនោះលោកប្រញាប់និមន្តបកទៅវត្តវិញពេលនោះព្រះអង្គនិមន្តបកទៅវត្តវិញយ៉ាងលឿនហើយព្រះអង្គនៅតាមផ្លូវមានអារម្មណ៍ថាមានសម្រាប់ជើងដើរពីក្រោយព្រះអង្គហើយព្រះអង្គឮសលេងដកដង្ហើមធំនៅជាប់ត្រចៀកដោយអាការឡងបន្លាចហ្នឹងអាចមានជារៀងរាល់យប់អញ្ចឹងធ្វើឲ្យលោកបងភ័ក្រនៅអត់សុខទេក៏បានទៅទូលប្រគេនព្រះគ្រូចៅអធិការហើយព្រះគ្រូចៅអធិការនិងលោកបងភ័ក្ររួមទាំងអ្នកភូមិកូនសិស្សលោកអីហ្នឹងក៏បានរើគាត់នោះហើយបានទៅជីកដីនៅក្រោមចន្ទាស្រាប់តែប្រទះឃើញសាកសពនារីម្នាក់ហុំជាមួយនឹងកណាត់សចាស់ហើយសល់តែឆ្អឹងទេដល់ពេលតាមការស៊ើបសួរចុះឡើងទៅស្រាប់តែបានដឹងថាស្ត្រីម្នាក់នោះស្លាប់ដោយសារចោរប្លន់ហើយចោរម្នាក់នោះបានប្លន់នាងសម្លាប់នាងហើយបានយកទៅកប់នៅក្រុមចតាគាត់នោះហើយបន្ទាប់ពីបានឃើញអញ្ចឹងហើយព្រះគ្រូចៅអធិការហើយនឹងលោកបងភ័ក្រហ្នឹងគឺលោកបានរៀបចំនៅធ្វើនៅពិធីបាំងស្កូលឧទ្ទិសកុសលដើម្បីឲ្យដល់ស្ត្រីម្នាក់នោះអញ្ចឹងនៅពេលដែលលោកបានរៀបចំបាំងស្កូលទៅតាមប្រពៃណីទលាមទម្លាប់ហើយនៅពេលដែលយប់ឡើងលោកបងភ័ក្រថាឃើញស្ត្រីម្នាក់ក្នុងរូបរាងជាស្អាតបាតមិនអាក្រក់ដូចលោកបងភ័ក្រឃើញដូចយប់ដំបូងទេឃើញអញ្ចឹងទៅមកលុតជង្គង់សំពះលោកបងភ័ក្រហើយអត់បាននិយាយអីទាំងអស់ស្ត្រីម្នាក់ហ្នឹងក៏បានត្រឹមតែញញឹមដាក់លោកបងភ័ក្របន្តិចហើយក៏រលាយបាត់ទៅក្នុងអាប់បាត់ទៅអញ្ចឹងចាប់តាំងពីពេលនោះមកលោកបងភ័ក្រនិងលោកអង្គផ្សេងទៀតនៅក្នុងវត្តអារាមនោះបានគង់នៅស្ងប់សុខនៅគាត់នឹងបានធម្មតាវិញហើយប្រវត្តិគាត់លោកបងភ័ក្រគឺមានតែប៉ុណ្្នឹងឯងរាត្រីសួស្តីអ្នកទាំងអស់គ្នា